ស្ដីមិនពាក់ក៏ដូចជាបងមកនៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីបញ្ហាមួយឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នគឺជាប្រភេទថ្នាំមួយយ៉ាងដែរគ្រាន់តែប៉ះយើងទៅគឺយើងអត់ដឹងអីហ្មងហើយយើងទៅតាមវាថ្ងៃនេះគឺខ្ញុំជួបផ្ទាល់ដោយសារតែបងស្រីខ្ញុំមុននឹងបន្តិចហ្នឹងគាត់អង្គុយលើម៉ូតូចាំខ្ញុំបន្ទាប់មកមានអាមួយហ្នឹងវាជិះម៉ូតូសិតស្រួលមើលអិចប៉ុន្តែពេលវាជិះមកគឺវាទះបងស្រីខ្ញុំតាមម្ដាយឯងទះចំក៏ផ្លូវម្ដាយទៅបងស្រីខ្ញុំល្ងិតមុខហើយរួយកញ្ចុងកហើយវិលមុខហើយរត់មកខ្ញុំប្រាប់ថាឲ្យទៅចាក់សោកម៉ូតូគាត់វិលមុខខ្លាំងណាស់គាត់ប្រហែលត្រូវឆ្នាំគេហើយប៉ុន្តែគឺកត្តាដែលចាប់អារម្មណ៍គឺអាមួយហ្នឹងវាជិះម៉ូតូទៅហើយវាជិះម៉ូតូទៅផុតបងស្រីខ្ញុំហើយគឺវាជិះបកមកវិញជិះបកវិញហើយវាទះបងស្រីខ្ញុំម្ដាយហើយវានៅស្លឹងមើលមុខបងស្រីខ្ញុំថាបងស្រីខ្ញុំត្រូវឆ្នាំវានៅព្រោះអាហ្នឹងប្រភេទឆ្នាំហ្នឹងគឺទៅពេលតែទះហើយគឺយើងត្រូវទៅតាមវាហ្មងហើយបើសិនយើងមានអីគឺយើងដោះវាទាំងអស់ហើយសម្រាប់ឆ្នាំហ្នឹងខ្ញុំគិតថាមានអ្នកខ្លះគាត់អត់ជឿគ្រាន់ទះម្ដាយទៅតាមហើយសម្រាប់អ្នកដែលឆ្លងកាត់ឬក៏មានបងប្អូនដែលឆ្លងកាត់ត្រូវឆ្នាំហ្នឹងប្រកាសជាដឹងហើយថាពេលដែលទះម្ដាយគឺដឹងតែអត់ដឹងខ្យល់អីហ្មងតែដោយសារបងស្រីខ្ញុំគាត់ដឹងមុនថាគាត់ត្រូវឆ្នាំគេជិះមកគាត់រត់មកដល់ខ្ញុំអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងហើយក៏ជួយ share វីដេអូនេះហើយបើសិនជាមានអ្នកណាដឹងថាយើងត្រូវគួរធ្វើអ្វីដើម្បីបង្ការឆ្នាំនោះតែបងស្រីខ្ញុំគឺគាត់បានយកខ្ទឹមហើយនឹងប្រេងខ្យល់យកមកលាបយកខ្ទឹមយកម្ហិតអញ្ចឹងបានធូរអញ្ចឹងបើសិនជាអាចគួរតែដាក់ខ្ទឹមមកកំពឹសឬមួយក៏មិនអីតាមខ្លួនអញ្ចឹងណាអរគុណច្រើនបាយបាយសូមប្រយ័ត្នប្រយែងទាំងអស់គ្នា